ពីប្រហែលឆ្នាំមុនភូមិមួយដែលជាប់នៅព្រៃធំមានស្ត្រីមេម៉ាយម្នាក់មានឈ្មោះថានាងរតន៍នាងមានកូនស្រីម្នាក់មានឈ្មោះថាម៉ាលីល្ងាចមួយម៉ាលីបានបាត់ខ្លួនបន្ទាប់ពីនាងបានរត់បន្លាចនៅក្បែរព្រៃអស់រយៈពេល7ថ្ងៃគ្មាននរណាម្នាក់បានឃើញនាងតតែសោះយប់មួយនាងរតន៍បានឮសំឡេងច្រៀងចេញពីក្នុងព្រៃវាគឺជាសំឡេងច្រៀងរបស់កូនស្រីរបស់នាងម្ដាយអើយម្ដាយមករកកូនកូននៅលើនេះកំពុងតែស្ថិតនៅក្រោមដីដ៏ត្រជាក់នាងរតន៍បានដើរតាមសំឡេងហើយបានដើរចូលទៅក្នុងព្រៃជ្រៅសំឡេងនោះកាន់តែខ្លាំងឡើងដែលចេញពីក្រោមដើមចាធំមួយនាងបានជីកដីទាំងយប់រហូតបានឃើញសម្លៀកបំពាក់របស់ម៉ាលីនៅរំពេចនោះដៃស្លេកមួយបានចាប់កជើងរបស់នាងរតន៍បានភ័យស្លន់ស្លោតែស្រាប់តែបានឮសូរសំឡេងកូនស្រីខ្សឹបខ្សួលម្ដាយកុំខ្លាចមានបរិមម្នាក់បានសម្លាប់កូនហើយបានយកកូនមកកប់នៅទីនេះចូលម្ដាយនាំគេមកចាប់គាត់ផងនាងរតន៍ស្រែកហៅអ្នកភូមិភ្លាមប៉ុន្តែប៉ុន្មានម៉ោងក្រោយមកគេបានចាប់បានអ្នករត់ឈ្មួញម្នាក់ដែលបានលួចចូលភូមិជាច្រើនដងហើយតាំងពីពេលនោះមកអ្នកភូមិតែងតែឮសូរសំឡេងច្រៀងចេញពីក្រោមដើមចារនោះជារៀងរាល់យប់ពីក្នុងព្រៃមកក៏ប៉ុន្តែនៅយប់ថ្ងៃទី15កើតព្រះច័ន្ទបានពេញវង់អ្នកភូមិទាំងអស់បានឮសូរសំឡេងច្រៀងកាន់តែខ្លាំងឡើងហើយកាន់តែច្បាស់ជាងពីមុនតែសំឡេងនោះលែងចេញពីក្រោមដើមចារនោះទៀតហើយគឺចេញពីកណ្ដាលវាលប្រាសាទបុរាណដែលគាត់ទ្រោមនៅក្នុងព្រៃនោះទៅវិញនាងរតន៍មិនហ៊ានទៅតែម្នាក់ឯងនោះទេនាងបានទៅជាមួយនឹងអាចារ្យភូមិនិងកូនប្រុសរបស់អ្នកភូមិម្នាក់ដែលមានឈ្មោះថាសុកនៅពេលទៅដល់ប្រាសាទគេបានឃើញសម្មាស្ត្រីម្នាក់កំពុងតែអង្គុយលើកលំពែងប្រាសាទស្រមោលនោះបានកាន់កូនក្មេងមួយនៅក្នុងដៃហើយយោយ៉ាងយឺតដូចជាយោទារកសុកបានស្រែកឡើងនាងម៉ាលីបងសុកមករកហើយស្រមោលនោះបានងាកមកមើលតែមុខរបស់នាងមិនមានសាច់មានតែឆ្អឹងនិងភ្នែកក្រហមទាំងពីរវាមិនមែនជាម៉ាលីទេក៏ប៉ុន្តែវាគឺជាខ្មោចស្ត្រីម្នាក់ដែលបានស្លាប់នៅទីនោះកាលពីសម័យបុរាណខ្មោចនោះបាននិយាយទាំងសំឡេងញ័រថាកុំចូលមកខ្ញុំត្រូវបានគេបោះបង់ចោលនៅទីនេះទាំងរស់នៅក្នុងប្រាសាទនេះតែក៏ប៉ុន្តែនៅក្នុងយប់នោះនាងបានឃើញនារីម្នាក់ដែលចង់ធ្វើដូចជានាងដែរពេលនោះនាងរតន៍បានកលែកមើលបានឃើញរណ្ដៅមួយដែលស្ថិតនៅក្រោមប្រាសាទនៅក្នុងរណ្ដៅនោះមានសាកសពក្មេងស្រីម្នាក់ទៀតនោះគឺជានាងម្លប់ដែលបានបាត់ខ្លួនពីភូមិកាលពី2សប្តាហ៍មុនអាចារ្យភូមិបានធ្វើពិធីសូត្រមន្តដើម្បីឲ្យខ្មោចបុរាណនោះឲ្យទៅកើតឡើងវិញខ្មោចស្រីបានស្រែកយ៉ាងសន្ធោសន្ធៅរួចក៏បានរលាយបាត់ជាមួយនឹងពន្លឺព្រះច័ន្ទតាំងពីពេលនោះមកអ្នកភូមិលែងបានឮសំឡេងច្រៀងចេញពីក្នុងព្រៃនោះទៀតហើយតែពេលខ្លះអ្នកស្រុកបានឃើញតែស្រមោលនៅក្រោមពន្លឺព្រះច័ន្ទដែលបានរាំនៅក្នុងប្រាសាទជារៀងរាល់យប់ហើយមានពេលខ្លះអ្នកភូមិស្ទើរតែមិនហ៊ានដើរចូលទៅក្នុងព្រៃទៀតផងក៏ប៉ុន្តែទោះជាភូមិបានស្ងប់ស្ងាត់ទៅវិញក៏ដោយនាងរតន៍នៅតែនឹកកូនស្រីរបស់នាងតែនាងទទួលយកការពិតបានហើយសុកដែលជាកូនប្រុសរបស់អ្នកជិតខាងតែងតែមកជួយធ្វើការរបស់នាងរតន៍ហើយបន្តិចម្ដងសុកបានក្លាយទៅជាកូនចិញ្ចឹមរបស់នាងនៅយប់មួយសុកបានទៅបន់ឃើញម៉ាលីនាងបានឈរនៅក្រោមពន្លឺព្រះច័ន្ទស្លៀកសម្លៀកបំពាក់ពណ៌សហើយនាងបានញញឹម
ម៉ាលីបានប្រាប់ថាបងសុកកុំបារម្ភនឹងខ្ញុំទៀតខ្ញុំបានទៅឋានសួគ៌ហើយសូមបងមើលថែម្ដាយរបស់ខ្ញុំផងហើយនៅក្រោមដើមចាដែលគេបានរកឃើញខ្ញុំនោះមានកំណប់មាសមួយយកទៅប្រើប្រាស់ឲ្យខ្លាយទៅជាប្រយោជន៍ដល់ភូមិណានៅព្រឹកឡើងសុកបានប្រាប់រឿងនេះទៅដល់នាងរតន៍ហើយគេទាំងពីរនាក់ក៏បាននាំគ្នាដើរទៅកាន់ដើមចានោះលុះបានជិះទៅដល់ដីជ្រៅប្រហែលជា1 ម៉ែត្រគេបានឃើញផ្តិលមាសបុរាណមួយនៅក្នុងផ្តិលនោះមានទៅដោយដុំមាសហើយមានក្រដាសមួយសន្លឹកដែលបានសរសេរថាទ្រព្យនេះសម្រាប់ដែលអ្នកមានចិត្តបរិសុទ្ធចូលយកវាទៅកសាងវត្តនិងសាលារៀននៅក្នុងភូមិនេះចោះនាងរតន៍និងសុកក៏បាននាំគ្នាយកវាទៅកសាងវត្តអារាមនៅឯទីនោះនិងសាលារៀនមួយខ្នងសម្រាប់កូនក្មេងនៅក្នុងភូមិអ្នកភូមិទាំងអស់បានចូលរួមទាំងកម្លាំងកាយចិត្តលុះកសាងរួចគេបានគោរពពិធីឧទ្ទិសថ្វាយទៅដល់វិញ្ញាណក្ខន្ធរបស់ម៉ាលីនិងខ្មោចបុរាណទាំងអស់ដែលបានរកឃើញនៅយុត្តិធម៌នៅយប់នោះគេបានឮសូរសំឡេងច្រៀងម្ដងទៀតតែលើកនេះសំឡេងនោះមានលក្ខណៈផ្អែមល្ហែមពោរពេញទៅដោយសេចក្តីសុខហើយនៅពេលដែលមើលទៅកាន់មេឃមានពន្លឺភ្លឺចែងចាំងដូចជាផ្កាយដែលអ្នកស្រុកបានជឿថាវិញ្ញាណរបស់ម៉ាឡេនិងខ្មោចបុរាណនោះបានទៅកាន់សុគតិភពតាំងពីពេលនោះមកមិនមាននរណាមានរឿងអាក្រក់ដែលបានកើតឡើងនៅក្នុងភូមិទៀតនោះឡើយជារៀងរាល់យប់ខែខ្នើតគេតែងតែឮសូរសំឡេងច្រៀងបានបន្លឺឡើងនៅក្នុងវាលប្រាសាទវាគ្រាន់តែជាសំឡេងរំលឹកដល់ក្តីស្រឡាញ់របស់ម្ដាយនិងកូនជាទូនាទីឲ្យអ្នកភូមិដែលចេះស្រឡាញ់គ្នាទៅវិញទៅមកហើយជាច្រើនឆ្នាំកន្លងផុតទៅភូមិទាំងមូលក៏បានអភិវឌ្ឍដោយសារតែកំណប់មួយនោះដែលធ្វើឲ្យភូមិទាំងមូលមានសភាពល្អប្រសើរហើយក៏មិនមានរឿងនៃការបាត់ខ្លួនរបស់កុមារនៅក្នុងភូមិទៀតនោះដែរដែលធ្វើឲ្យអ្នកភូមិទាំងមូលមានការសប្បាយរីករាយហើយម៉ាលីក៏តែងតែមកច្រៀងជារៀងរាល់យប់ផងដែរនៅពេលដែលយប់ណាមានព្រះច័ន្ទពេញបូរមីតែសំឡេងនោះមិនមែនគួរខ្លាចនោះទេតែវាគឺជាក្តីស្រឡាញ់របស់នាងដែលបានបដិឲ្យអ្នកភូមិទាំងមូលហើយភូមិទាំងមូលក៏បានរស់នៅយ៉ាងសុខសាន្ត